ជំរាបសួរបងប្អូនកូនក្មួយទាំងអស់គ្នានេះជាសកម្មភាពដែលខ្ញុំរៀបនឹងរើអវ៉ាន់ទៅផ្ទះប្រហែលថ្ងៃមុនហ្នឹងគឺខ្ញុំបានយកកៅអៅនិងអសសរីរបស់ខ្ញុំយកទៅលក់នៅខាងមុខផ្ទះបងប្អូនថ្លៃនិយាយទៅខាងខ្ញុំនឹងកំពុងតែរៀបចំត្រឡប់មកផ្ទះវិញពេលល្ងាចដោយសារតែភ្លៀងហើយអញ្ចឹងណាដល់ខ្ញុំឃើញកូនក្មួយ2នាក់ហ្នឹងគាត់មានតែថាកៅអៅការស្លៀកពាក់របស់គាត់ហ្នឹងរបៀបថារៀងប្រឡាក់រៀងអីនិយាយទៅគឺខ្ញុំនឹកឃើញដល់អតីតកាលរបស់ខ្ញុំអ្នកទាំងអស់គ្នាគឺពេលដែលខ្ញុំនៅគេហៅថាកូនក្មេងណានិយាយទៅគឺមានការខ្វះខាតកៅអៅចឹងដល់ទៅពេលហើយខ្ញុំក៏នឹកឃើញថាខ្ញុំក៏មានកៅអៅក្មេងៗប៉ុន្តែពួកគាត់ដែរអញ្ចឹងក៏ខ្ញុំបានជូនគាត់បងស្រីនេះខ្ញុំជូនទៅ3កាផ្លែហើយនឹងកូនកំមុំតូចហ្នឹងគឺ2កាផ្លែនឹងតាគៀបដែរខ្ញុំពេលដែលកលែកឃើញអញ្ចឹងបងប្អូនគឺខ្ញុំតែងតែដាស់តឿនសតិខ្លួនឯងនិងអារម្មណ៍ខ្លួនឯងថាខ្ញុំធ្លាប់អត់ចឹងបើសិនជាខ្ញុំអាចនៅអ្វីដែលខ្ញុំអាចជួយបានគឺខ្ញុំនឹងជួយទោះបីជាពេលខ្លះខ្ញុំអត់មានជាគេហៅថាលុយច្រើនទេអ្នកទាំងអស់គ្នាប៉ុន្តែនេះគឺជាទឹកចិត្តបន្តិចបន្តួចដែលចេញពីទឹកចិត្តខ្ញុំផ្ទាល់ហើយខ្ញុំស្រឡាញ់ណាបងប្អូនដែលថាឃើញបងប្អូនកូនក្មួយខ្វះខាតអញ្ចឹងដូចជាកូនក្មួយនៅផ្ទះខ្ញុំចឹងបើសិនជាគាត់មកដល់ផ្ទះមុនដំបូងគេសំណួរទី1របស់ខ្ញុំគឺសួរថាតើក្មួយយកសម្លៀកបំពាក់មកប្រហែលផ្លេទេទី2នឹងត្រូវការតែចិត្តស្មោះឯងអញ្ចឹងសំណួររបស់ខ្ញុំគឺចាប់ផ្ដើមមកគឺអញ្ចឹងហើយបើសិនជាគាត់ខ្ញុំយកកៅអៅមកតែ2កាផ្លេអញ្ចឹងខ្ញុំអ្នកលក់កៅអៅស្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគឺខ្ញុំជូនទៅពួកគាត់ព្រោះដោយសារគេគឺខ្ញុំធ្លាប់មានអតីតកាលមួយគឺខ្ញុំខ្វះកៅអៅស្លៀកអ្នកទាំងអស់គ្នាធម្មតាពេលដែលយើងមានជីវភាពខ្សឹកខ្សោយឬអាចតែមធ្យមយើងតែងតែចង់បានសម្លៀកបំពាក់ថ្មីស្អាតប៉ុន្តែសួរថាតើយើងមានអារម្មណ៍អន់ចិត្តអត់អន់ចិត្តទេបងប្អូនដោយសារតែប៉ាម៉ាក់ខ្ញុំគឺគាត់ទោះបីយ៉ាងណាក៏ដោយទោះបីជាមិនអានកៅអៅថ្មីក៏បានកៅអៅកញ្ជុះស្អាតសម្រាប់ខ្ញុំដែរអញ្ចឹងនិយាយអញ្ចឹងមកដល់សប្តាហ៍ថ្ងៃនេះពេលដែលខ្ញុំធ្វើបុណ្យនេះមួយគឺធ្វើបុណ្យនឹងកៅអៅច្រើនមែនតើមិនថាកៅអៅមិនថាលុយមិនថារបស់ញ៉ាំទេអ្នកទាំងអស់គ្នាដោយសារពេលដែលយើងធ្វើបុណ្យទៅយើងមានសេចក្តីជ្រះថ្លាហើយអ្វីដែលសំខាន់គឺខ្ញុំជឿជាក់ពេលដែលយើងធ្វើបុណ្យបានច្រើនយើងនឹងទទួលអារម្មណ៍មួយដល់គេហៅថាស្រស់ស្រាយស្រស់ថ្លានៅបុណ្យដែលយើងបានធ្វើហើយខ្ញុំជឿជាក់ថាពេលដែលយើងបានធ្វើល្អហើយនោះយើងនឹងបានជួបរឿងដ៏ល្អបន្តទៀតអញ្ចឹងអរគុណហើយសង្ឃឹមថាបងអូនស្រីទាំងពីរឬអាចថាក្មួយស្រីទាំងពីរនឹងជោគជ័យនៅក្នុងជីវិតព្រោះអតីតកាលរបស់អ៊ីចង់បញ្ជាក់ថាមុននឹងអ៊ីដើមដល់ចំណុចនេះអ៊ីក៏ធ្លាប់មានការខ្វះខាតកៅអៅដោយកូនក្មួយដែរហើយអ៊ីសូមជូនពរឲ្យក្មួយទាំងពីរនៅថ្ងៃខាងមុខនឹងជោគជ័យណាក្មួយណាស៊ូឡើង